សួស្តីបងប្អូនថ្ងៃនេះខ្ញុំលើកពីវិធានបទមួយមកចែកជូនពុកម៉ែបងប្អូនក៏ដូចជាឲ្យយើងទាំងអស់គ្នាជួយពិចារណាផងដែរណាវិធានបទនោះគឺថាយើងចង់និយាយថាមួយឆាកជីវិតរបស់កូនប្រុសកូនស្រីណាទាំងកូនគេកូនខ្ញុំទាំងរូបគេរូបខ្ញុំណាគឺថាបានថ្វាយបង្គំព្រះរស់ណាព្រះរស់យើងដឹងហើយគឺលោកឪពុកអ្នកម្ដាយគឺថាបានថ្វាយបង្គំម៉ែឪយើងនិយាយចេះចុះបានថ្វាយបង្គំម៉ែឪបានតែ2ថ្ងៃគាត់ហើយពុកម៉ែបងប្អូនគិតដូចខ្ញុំដែរអត់បើសិនជាយើងគិតជាមនុស្សបើសិនជា1000នាក់ប្រហែលជាមានតែត្រឹម10-20នាក់ទេដែលថាបានថ្វាយបង្គំម៉ែឪរបស់យើងបានញឹកញាប់ណាហើយបើសម្រាប់ខ្ញុំគិតថាភាគច្រើនគឺបានថ្វាយបង្គំលោកឪពុកអ្នកម្ដាយរបស់យើងបានតែ2ថ្ងៃទេដឹងថ្ងៃណាខ្លះទេពុកម៉ែបងប្អូនថ្ងៃទី1តែកូនចៅបានថ្វាយបង្គំម៉ែឪណាគឺថ្ងៃដែលឪពុកម្ដាយរៀបចំផ្សំផ្គុំឲ្យកូនប្រុសកូនស្រីមានប្តីមានប្រពន្ធហើយមានស្វាមីភរិយាហ្នឹងអាហ្នឹងថ្ងៃទី1តែការថ្វាយបង្គំនោះទៀតសោតក៏មិនមែនចេញពីដួងចិត្តកូនពិតថាចង់ថ្វាយបង្គំម៉ែឪដែរគឺការស្ដាប់បង្គាប់បញ្ជាពីលោកតាអាចារ្យទេណាពុកម៉ែបងប្អូនហ្នឹងគឺអត់ចេញពីដួងចិត្តយើងទេអត់ចេញពីដួងចិត្តកូនប្រុសកូនស្រីរាល់រូបគ្រប់គ្នាហ្នឹងទេណាអាហ្នឹងថ្ងៃទី1ហើយដល់ថ្ងៃទី2គឺថ្ងៃដែលលោកឪពុកអ្នកម្ដាយរបស់យើងដែលលោកអស់ប្រជជនទៅណាដែលគាត់ស្លាប់ទៅណាអាហ្នឹងយើងបានថ្វាយបង្គំម្ដងទៀតហើយក៏ដូចថ្ងៃទី1ដែរគឺថាมันចេញពីដួងចិត្តកូនទៀតគឺមានការស្ដាប់បង្គាប់បញ្ជាពីតាអាចារ្យទៀតណាអញ្ចឹងគឺថាទាំងកូនគេកូនខ្ញុំទាំងខ្ញុំទាំងគេហ្នឹងគឺថាភាគច្រើនតែម្ដងគឺបានថ្វាយបង្គំលោកឪពុកអ្នកម្ដាយហ្នឹងគឺបានដល់2ថ្ងៃហ្នឹងហើយចំពោះថាថ្ងៃផ្សេងទៀតមានដែរក៏ប៉ុន្តែថាតិចតួចបំផុតណាដែលថាចេញពីដួងចិត្តកូនពិតតែម្ដងណាអាហ្នឹងគឺធានបត់នេះចង់និយាយថាកូនប្រុសស្រីរាល់រូបទាំងកូនគេកូនខ្ញុំទាំងរូបខ្ញុំរូបគេគឺបានថ្វាយបង្គំលោកឪពុកអ្នកម្ដាយហ្នឹងមួយឆាកជីវិតយើងហ្នឹងគឺភាគច្រើនតែម្ដងគឺបានតែ2ថ្ងៃហ្នឹងទេណាចំពោះថាឲ្យចេញពីដួងចិត្តយើងហ្នឹងក៏អត់ទៅទៀតគឺស្ដាប់បង្គាប់បញ្ជាពីតាអាចារ្យទេណាហ្នឹងអញ្ចឹងសូមពុកម៉ែបងប្អូនជួយវិភាគទាំងអស់គ្នាតើខ្ញុំលើកវិធានបទនេះគឺខុសឬក៏ត្រូវសូមពុកម៉ែបងប្អូនទាំងអស់មេត្តាជួយខមមិនប្រាប់ម្នាក់មួយផងណាតែលោកថាទៅលើកលុះខ្វះខាតហើយចំពោះលោកអ្នកដែលបានគោរពប្រតិបត្តិថ្វាយបង្គំណាគាត់ញឹកញយនោះក៏ខ្ញុំសូមជ្រះថ្លាត្រេកអរអនុមោទនាយកបុណ្យយកកុសលជាមួយផងដែរអញ្ចឹងវីដេអូនេះគឺធ្វើសម្រាប់យើងពិចារណាទាំងអស់គ្នាហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងផងទាំងឡាយណាដែលខុសកើតឡើងដោយអចេតនានោះសូមមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទផងសូមគោរពជម្រាបលា